របៀបធ្វើបញ្ជីកំណត់នាទីដើម្បីងាយស្រួលសម្រាប់អ្នកស្ដាប់ឬយើងហៅភាសាអង់គ្លេសថា timestamp ហើយក្នុងនេះគឺយើងអាចបង្កើតដំបូងនេះដែលខ្ញុំបានដាក់នេះគឺខ្ញុំយក cover ដែលយើងបាន release ចេញហើយបន្ទាប់មកយើងទៅ screenshot ឬក៏យើងប្រើនេះយើងប្រើកម្មវិធីនៅលើកុំព្យូទ័ររបស់យើងវាមានអា snipping tool នេះដើម្បីក្របវាយកប្រភេទបែបអញ្ចេះនេះដូចរបស់ខ្ញុំនេះបាទបទចម្រៀងហ្នឹងយើងក្របវាមកអញ្ចឹងមកហើយបន្ទាប់មកទៀតគឺយើងទៅសេប្រភេទបែបដូចរបស់ខ្ញុំអញ្ចឹងណាដាក់ថាឲ្យពី create ហើយនឹង design YouTube thumbnail ដែលមានទំហំប៉ុណ្ណេះដែលជាមួយនឹងចំណងជើងហើយ include ជាមួយនឹង track list នៅលើ image ដែលផ្ដល់ឲ្យនេះ track list មានន័យថាធ្វើអញ្ចឹងនេះវាជាបញ្ជីចម្រៀងនៃចំណងជើងបទចម្រៀងមួយយើង upload cover image របស់យើងដែលយើង release បទចម្រៀងតាម store រួចរាល់ហើយហ្នឹងយើងយកមកធ្វើ video playlist ដាក់នៅក្នុង channel upload ចូល channel របស់យើងណាយើង upload image 2នឹងហើយយើងទៅសេខាងក្រោមនេះប៉ុណ្ណេះមកអានេះគឺជាចំណងជើង album របស់យើងហើយនេះគឺឈ្មោះ artist របស់យើងនេះយកត្រឹមកន្លែងខ្ញុំ select នេះជាគំរូប៉ុណ្ណឹងទៅយកទៅបង្កើត image ឲ្យបានប៉ុណ្ណេះមកអានេះវាមាន10បទដោយសារតែ track list របស់យើងនេះយើងតម្លាក់មកហ្នឹងត្រឹម10បទតែបើមាន20បទវានឹងតម្លាក់ឲ្យយើង20បទតាមហ្នឹងអញ្ចឹងណាបង្កើត cover ឲ្យយើងបានប៉ុណ្ណឹងហើយ cover ហ្នឹងមិនមែនថាធ្វើទៅវាដូចគ្នាទាំងអស់ហើយវាអាចstyle ផ្សេងគ្នាទៅតាម AI វា generate ឲ្យយើងហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមឲ្យវានេះខ្ញុំឲ្យវាទៅសេទុកឲ្យហើយសម្រាប់យើងដាក់នៅក្នុង description របស់វីដេអូយើងនៅពេលដែលយើង upload ចូល channel របស់យើងណាអញ្ចឹងខ្ញុំទៅសេប៉ុណ្ណេះអញ្ចឹងបងប្អូនអាចយកគំរូតាមនេះក៏បានដែរនេះឬក៏ជាគំនិតបន្ថែមទៀតជាពិសេសគឺបងប្អូនដែលចង់បាន timestamp ហ្នឹងគឺមានន័យថាម៉េចមានន័យថាអញ្ចឹងនេះវាមានឧទាហរណ៍ថាបទទី1នៅនាទីទីប្រមាណបទទី2នាទីទីប្រមាណអញ្ចឹងណានៅក្នុងបញ្ជី timestamp ហ្នឹងយើងអាចឲ្យ AI ផលិតបានប៉ុន្តែ ChatGPT ដែលផលិតឲ្យយើងហ្នឹងវាមិនត្រូវចំជាមួយនឹងបទយើងជាក់លាក់ទេវាអាចនឹងខុសបន្តិចតួចប៉ុន្តែយើងនឹងកែវាបន្ថែមទៀតនៅពេលដែលយើងយកវាមកប្រើការឥឡូវវាបានរៀបរាប់ជា description ប៉ុណ្ណឹងឲ្យយើងនេះជាចំណងជើងហើយនេះគឺជាទិន្នន័យដែលយើងអាចយកទៅដាក់នៅក្នុង description នៃវីដេអូរបស់យើងបានហើយលេខកន្លែងនេះគឺយើងអាចផ្លាស់ប្ដូរនាទីនៃបទចម្រៀងមួយយើងផ្លាស់ប្ដូរបែបណាផ្លាស់ប្ដូរនៅពេលដែលយើងចាប់ផ្ដើមយកវាមកកាត់តនៅក្នុង CapCut អញ្ចឹងនៅពេលដែលខ្ញុំរៀបចំគម្រោងរបស់ខ្ញុំបានប៉ុណ្ណឹងរួចរាល់ហើយខ្ញុំយកអា cover មួយនេះដែលខ្ញុំបាន save ទុកហើយនេះណាយកវាមកកាត់តជាមួយនឹង CapCut ដែលមានបទចម្រៀងរបស់ខ្ញុំចំនួន10បទនេះបទចម្រៀងហ្នឹងគឺខ្ញុំ release ចេញរួចហើយទៅពេលដែលខ្ញុំតម្រៀបវាបែបហ្នឹងយើងគ្រាន់តែដាក់នៅក្នុងចូលនៅក្នុង CapCut ចឹងហើយយើងទៅយកពីនេះ cover របស់យើងនេះយើងដាក់ចូលមកបន្ទាប់មកយើងចាប់ទាញវាមកយើងទាញវាប៉ុណ្ណឹងមកអូខេអញ្ចឹងបទចម្រៀងរបស់យើងបានហើយនេះអញ្ចឹងយើងចាប់ផ្ដើម design វាអីបន្ថែម effect ថែមអីបន្តិចតួចទៀតទៅដើម្បីឲ្យចម្រៀងរបស់យើងវាមើលទៅវាតាក់ទាញអញ្ចឹងណាហើយស៊ូថាកន្លែងហ្នឹងខ្ញុំបង្ហាញដើម្បីអីប្រុស CapCut បងប្អូនក៏ចេះគ្រប់គ្នាច្រើនហើយចង់បង្ហាញកន្លែងហ្នឹងគឺមានន័យជាពេលដែលបងប្អូនយកកន្លែងដែលខ្ញុំបង្ហាញមិញនេះtimestamp នេះtrack list timestamp នេះគឺនៅពេលដែលលេខរបស់វាដំបូងនេះប្រកាសជាត្រូវហើយប្រ00វាចាប់ផ្ដើមបទទី1ហើយចូលបទទី2វាមិនប្រកាសថា3នាទី24វិទេវាអាចខុសពីនឹងអញ្ចឹងយើងមកមើលក្នុង CapCut នេះមួយបទនេះមួយបទនេះបងប្អូនដែលកន្លែងខ្ញុំ select នេះអញ្ចឹងបងប្អូនយកសញ្ញានេះបន្ទាត់នេះយកមកដាក់ឲ្យចំកលៈហ្នឹងទៅយើងនឹងឃើញនាទីកន្លែងនេះហើយនេះនាទី3នាទី30វិនាទីអញ្ចឹងក្រោយវិនាទីខាងក្រោយនេះមិនបាច់គិតទេយើងគិតតែពីខ្ទង់ខាងមុខនេះអញ្ចឹង3នាទី30វិនាទីហើយយើងមកមើលក្នុង timestamp របស់យើង timestamp របស់យើងគឺ3នាទី24វិនាទីអញ្ចឹងយើងកែកន្លែងហ្នឹងដាក់30ទៅនៅពេលដែលយើងយក copy ទាំងអស់ហ្នឹងយកទៅដាក់នៅក្នុង video description របស់យើងអញ្ចឹងយើងគ្រាន់តែកែហ្នឹងបន្តិចទៅហើយមកដល់បទទី2យើងចុចអញ្ចឹងទៀតទៅដាក់ឲ្យចំកលៈហ្នឹងទៅហើយយើងមើលទៅនៅ7នាទី10វិអញ្ចឹងយើងមកមើលកន្លែងនេះគឺវា6នាទីអញ្ចឹងយើងកែហ្នឹងបន្តិចទៅប៉ុន្តែកុំដក clear ឲ្យសោះកន្លែងហ្នឹងគឺយើងកែតែលេខទៅបានហើយកុំដក clear ដាក់វាឲ្យជាប់គ្នាអញ្ចឹងទើបវាដល់នាទីហ្នឹងនៅពេលដែល fan របស់យើងចង់មើលចង់ស្ដាប់បទនេះគឺគេគ្រាន់តែចុចលើកន្លែងហ្នឹងទៅគឺវាចូលដល់បទហ្នឹងតែម្ដងហ្នឹងនៅលើ YouTube គឺវាមាន timestamp ហ្នឹងដែលយើងអាចកំណត់បានហើយឲ្យចម្រៀងរបស់យើងមើលទៅវាលយវាអេមរបៀបធ្វើគឺបែបហ្នឹងពេលដែលយើងធ្វើមួយអញ្ចឹងណាអញ្ចឹងវិធីសាស្ត្ររបស់ខ្ញុំគឺធ្វើបែបហ្នឹងនៅពេលដែលខ្ញុំ upload វាជាចម្រៀង playlist អញ្ចឹងវីដេអូហ្នឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេហើយបងប្អូនចង់ដឹងថាលទ្ធផលចុងក្រោយនៃខ្ញុំធ្វើបទចម្រៀង playlist នេះយ៉ាងណាបងប្អូនអាចទៅតាមដានជាមួយ channel របស់ខ្ញុំ SR This នេះបានខ្ញុំនឹង upload ចូលទៅក្នុង channel ចម្រៀងរបស់ខ្ញុំណាហ្នឹងហើយអរគុណ